ជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីមួយផ្លែសិនបាទក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅទៅដល់ហាងផាត់មុខនិងធ្វើសក់ឲ្យខ្ញុំបាទដែលបានកែសម្ផស្សឲ្យខ្ញុំបាទយ៉ាងស្រស់ស្អាតគឺម្សៅដែលនាំចេញមកពីធម្មជាតិសុទ្ធសាធជាម្សៅលេខ1ដែលបានផាត់មុខឲ្យខ្ញុំបាទយ៉ាងស្រស់ស្អាតនេះគឺម្សៅដែលខ្វេះចេញមកពីក្តិតឆ្នាំងពិតតែម្ដងបាទហើយក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រុមហ៊ុនថ្នាំរំដោះសក់សញ្ញាក្បាលត្រពេកបាទក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រុមហ៊ុនថ្នាំដុសធ្មេញសញ្ញាធ្មេញក្រហុកបាទឥឡូវសូមពុកម៉ែបងប្អូនរីករាយទស្សនាជាមួយនឹងតួឯកល្ខោនបាសាដូចតទៅបាទចាញ់មកមុនเอาไปលេងមុនគេបានហ្នឹងនេះបាញ់លេស្រួលចាក់ធ្លាក់បាញ់ចេញមកចាញ់មកអូអត់ស្គាល់